ផ្ទុះការវេញញើយខ្លាំងពេញបណ្ដាញសង្គមអ្នកគ្រូនៅវិទ្យាល័យ28មករាកាត់សាក់សិស្សស្រីដល់ក្នុងថ្នាក់គណៈមហាជនខ្លះគ្រប់គ្រងនិងមួយចំនួនទៀតមិនគ្រប់គ្រងវីដេអូមួយដែលបានបង្ហាញពីសកម្មភាពរបស់អ្នកគ្រូបង្រៀននៅវិទ្យាល័យ28មករាស្ថិតក្នុងស្រុកស្ទឹងស្នំខេត្តសៀមរាបកំពុងតែទាក់ទាញការចាប់អារម្មណ៍និងបង្កឲ្យមានការវេញញើយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមតាមរយៈវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយអ្នកគ្រូរូបនោះបានធ្វើការកាត់សាក់សិស្សស្រីមួយចំនួនដែលមានសក់វែងលើពីបទបញ្ញត្តិរបស់សាលាដែលតម្រូវឲ្យកាត់សាក់ខ្លីត្រឹមស្មាក្រោយវីដេអូនេះផ្ទុះឡើងមហាជនជាច្រើនបានបញ្ចេញមតិរិះគន់ថាការកាត់សាក់សិស្សដែលផ្ទាល់បែបនេះអាចប៉ះពាល់ដល់សិទ្ធិនិងអារម្មណ៍របស់សិស្សទន្ទឹមនឹងនេះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀតចេញមកគាំទ្រដោយលើកឡើងថាការដំណើរឲ្យសិស្សស្រីកាត់សាក់ខ្លីគឺជាវិន័យដែលសាលារៀនជាច្រើនបានអនុវត្តជាយូរមកហើយដើម្បីរក្សារបៀបរៀបរយនិងសណ្ដាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សាករណីនេះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្ដាញសង្គមខណៈមហាជននៅតែបន្តបញ្ចេញទស្សនៈខុសៗគ្នាជុំវិញការអនុវត្តវិន័យនៅក្នុងសាលានិងសិទ្ធិបុគ្គលរបស់សិស្សផងដែរ